ទាំងនេះគឺជាឈ្មោះស្ពានព្រែកនីមួយៗនៅតាមបណ្ដោយផ្លូវជាតិលេខ21ដែលមានចំនួន78ស្ពានពីទំនប់ទួលក្រសាំងរហូតទៅដល់ព្រំដែនវៀតណាមដែលឆ្លងកាត់ស្រុកចំនួន2ក្រុងចំនួន2ក្រុងតាខ្មៅស្រុកស្អាងស្រុកកោះធំនិងក្រុងសំពៅពូនស្ពានទី1ទី2ទី3គឺជាទំនប់ទួលក្រសាំងស្ពានទី4ព្រែកថៃស្ពានទី5ព្រែកសំរោងឬក៏ព្រែកតាស្ពានទី6ព្រែកឡុងទី7ព្រែកខ្សែវបន្ទាប់ពីបងប្អូនជិះឆ្លងកាត់ស្ពានទី7បន្តិចមកបងប្អូននឹងឃើញកន្លែងលក់ផ្លែឈើមួយកន្លែងដែលអ្នកដំណើរភាគច្រើនទិញគឺពុទ្រាចំណែកឯស្ពានទី8គឺព្រែកតូចឬក៏ហៅមួយទៀតថាព្រែកកយបងប្អូនគ្រាន់តែជិះមកបន្តិចបន្ទាប់ពីឆ្លងស្ពានទី8រួចមកបងប្អូននឹងឃើញរង្វង់មូលរូបហង្សដ៏ស្រស់ស្អាតដែលជានិមិត្តរូបនៃភាពចម្រុងចម្រើនថ្កុំថ្កើងសេចក្តីសុខសប្បុរសប្បាយដល់ប្រជាពលរដ្ឋទូទាំងស្រុកស្អាតចំណែកឯស្ពានទី9គឺព្រែកមេស្រុកទី10ព្រែកកយឬក៏ព្រែកស្នងទី11ព្រែកស្នាយដែលបងប្អូនឆ្លងកាត់ស្ពានទី11នេះរួចមកនឹងឃើញកន្លែងដ៏ល្បីជាងគេនោះគឺកន្លែងលក់ឆៃប៉ូវដែលបងប្អូនភាគច្រើនគឺមិនសូវមើលរំលងនៅក្នុងការទិញឆៃប៉ូវដ៏ឈ្ងុយឆ្ងាញ់ទាំងអស់នេះឯស្ពានទី12គឺព្រែកតាកុកទី13ព្រែកតាជ្រូកទី14ព្រែកថ្មីទី15ព្រែកប៉ឹមស្ពានទី16ព្រែកច្រវាស្ពានទី17ព្រែកវត្តសុភីហើយបងប្អូនឆ្លងស្ពានទី17រួចមកបន្តិចបងប្អូននឹងឃើញរោងមួយដែលសាងសង់ដំបូលជាប់គ្នាដ៏វែងនោះគឺកន្លែងលក់ទឹកអំពៅដ៏ល្បីប្រចាំស្រុកស្អាងនោះគឺទឹកអំពៅមួយកែវថែមមួយកែវដែលនៅទីកន្លែងនេះគឺលក់អស់រយៈពេលជាច្រើនឆ្នាំផងដែរដែលបងប្អូនស្រុកស្អាងនិងកោះធំច្រើនចូលកន្លែងមួយនេះដើម្បីសម្រាកនៅពេលធ្វើដំណើរមកពីភ្នំពេញឬក៏ទៅភ្នំពេញវិញចំណែកឯស្ពានទី18គឺព្រែកអង្ប៉ាងទី19ព្រែកវត្តកណ្ដាលទី20ព្រែកផ្លូវបំបែកទី21ព្រែកពោទី22ព្រែកម៉ៅទី23ព្រែកចិនទី24ព្រែកម៉ែនទី25ព្រែកតាអុកស្ពានទី26ព្រែកកែវទី27ព្រែកវត្តទី28ព្រែកអាងឯស្ពានទី29ព្រែកសៀងលីទី30ព្រែកប៉ោងទី31ព្រែកអំបិលទី32ព្រែកតាឡៃទី33ព្រែកថ្មីទី34ព្រែកតារ៉តទី35ព្រែកតាអ៊ុងទី36ព្រែកទាវស្ពានទី37គឺព្រែកសេកទី38ព្រែកឈួយទី39ព្រែកធំទី40ព្រែកលោកទី41ព្រែកកេទី42ព្រែកធូទី43ព្រែកសំរោងទី44ព្រែកទុំទី45ព្រែកបែកទី46ព្រែកតាដួងដោយបងប្អូនឆ្លងកាត់ស្ពានទី46បន្តិចមកបងប្អូននឹងឃើញវិទ្យាល័យមួយកន្លែងដែលធ្លាប់ផ្ដល់ចំណេះដឹងឲ្យខ្ញុំកាលពីជាង10ឆ្នាំមុននិងមានមិត្តភ័ក្តិជាច្រើននៅកន្លែងនោះផងដែរគឺវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រែកតាដួងចំណែកឯបងប្អូនជិះទៅមុខបន្តិចនឹងទៅដល់ស្ពានទី47គឺព្រែកយីហាយទី48ព្រែកកំពង់សម្បួរទី49ព្រែកឈឹមទី50ព្រែកថ្មីទី51ព្រែកចាមលើទី52ព្រែកតាហ៊ីងទី53ព្រែកធុនទី54ព្រែកចាមឯស្ពានទី55គឺព្រែកមេស្រុកទី56ព្រែកលោកទី57ព្រែកប៉ុកឬក៏ព្រែកតាប៉ុកឯស្ពានទី58គឺព្រែកហមឬក៏ព្រែកកុងហម59ព្រែកនូ60ព្រែកច័ន្ទទី61ព្រែកតូចទី62ព្រែកធំ63ព្រែកព្រះធាតុ64ព្រែកក្បាលកោះទាវ65ព្រែកគង់66ព្រែកទាវជាព្រែកដែលធំជាងគេឯព្រែកទី67គឺព្រែកវត្ត68ព្រែកសែម69ព្រែកញឹកទី70ព្រែករស់ទី71ព្រែកអំពិលទី72ព្រែកងួនទី73ព្រែកធុនទី74ព្រែកថ្មីទី75ព្រែកស៊ីងទី76ព្រែកឈិនឯស្ពានទី77គឺព្រែកអង្ចាចំណែកឯស្ពានចុងក្រោយគេគឺស្ពានទី78គឺព្រែកស្បូវព្រែកមួយនេះគឺមកដល់ព្រំប្រទល់កម្ពុជាវៀតណាមហើយដែលមានចម្ងាយប្រមាណជា60ទៅ70គីឡូម៉ែត្រពីរងមូលតាខ្មៅហើយទាំងអស់នេះគឺជាឈ្មោះទៅតាមព្រែកនិងស្ពាននីមួយៗនៅក្នុងស្រុកកំណើតរបស់ខ្ញុំហើយព្រែកខ្លះក៏មានឈ្មោះដូចគ្នាមួយចំនួនផងដែរដូច្នេះប្រសិនបើមានការខុសឆ្គងនៅត្រង់ចំណុចខ្វះខាតនៅត្រង់កន្លែងណាសូមមេត្តាខន្តីអភ័យទោសជួបគ្នានៅវីដេអូក្រោយសូមអរគុណ